មកហើយចូលបើក AirDrop បាទចឹងបងប្អូនបើក Bluetooth មួយហើយចុច AirDrop នេះបងប្អូន select មើលអញ្ចឹងបើវា load នៅខាងលើចាំបងប្អូនចុចយកខាងក្រោមមកនេះដាក់ថា everyone for 10 minute ទៅវិញបងប្អូនចុចលើហ្នឹងមកបងប្អូនចុចលើសញ្ញាព្រួយបាទចុចលើសញ្ញាព្រួយមកបាទបន្ទាប់មកបងប្អូននឹងឃើញពាក្យគេដាក់ថាយក AirDrop នេះបងប្អូនចុចកន្លែងពាក្យហ្នឹងទៅបាទចឹងនៅពេលបងប្អូនចុចវានឹង load ទូរស័ព្ទមកទៀតតាមសារនេះសញ្ញាបើកនេះបាទចឹងបងប្អូនក៏ចុចលើនឹងតែវានឹងបាទចឹងបងប្អូនចុចទៅជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញឬក៏ប្រាប់ចំពោះបងប្អូនដែលគាត់អត់ចេះបាញ់រូបភាពតាមរយៈ AirDrop បាទអញ្ចឹងពីមុនមកយើងធ្លាប់តែបាញ់រូបភាពតាមរយៈ chat ឬក៏ Telegram អញ្ចឹងទៅបាទអញ្ចឹងឧទាហរណ៍នៅពេលដែលយើងដើរលេងឬក៏ទៅកន្លែងណាឆ្ងាយយើងអាចបានចូលទូរស័ព្ទយើងទៅយើងអាចពឹងគេដើម្បីឲ្យថតคลิปរបស់យើងបាទអញ្ចឹងនៅពេលដែលយើងថតរូបហើយយើងត្រូវតែគាត់បាញ់រូបមកឲ្យយើងអញ្ចឹងយើងអត់មាន chat អត់មាន Telegram ទេគឺពិបាកបាទតែសម្រាប់ពិបាកយើងអាចបាញ់រូបភាពតាមរយៈ AirDrop បាទអញ្ចឹងសូមតែchia sẻចំពោះបងប្អូនដែលគាត់ដឹងហើយបាទបងប្អូនដែលដឹងគាត់ធ្លាប់ប្រើប្រាស់តាមរយៈវិធីនេះសូមការchia sẻបាទខ្ញុំប្រាប់នេះចំពោះបងប្អូនដែលគាត់មិនដែរឬក៏គាត់អត់ដឹងពីរបៀបនៅក្នុងការបាញ់បាទសូមឲ្យតែយើងចូលទៅធ្វើទាំងអស់គ្នាដំបូងឧទាហរណ៍ថាយើងចង់បាញ់រូបភាពពីទូរស័ព្ទនេះដើម្បីចូលមកកាន់ទូរស័ព្ទមួយនេះបាទអញ្ចឹងដំបូងបងប្អូនគាត់ទៅបើកoption Bluetooth និង AirDrop ខាងលើមកបាទអញ្ចឹងទូរស័ព្ទនេះទូរស័ព្ទដែលបាញ់រូបភាពនេះយើងបើកប៉ុណ្ណឹងយើងចុចបាទតោះមកយើងចូលទូរស័ព្ទដែលត្រូវបាញ់នេះបងប្អូនគាត់ទៅចុចពីលើមកហើយទៅបើក AirDrop បាទចឹងបងប្អូនបើក Bluetooth មួយហើយចុច AirDrop នេះបងប្អូន select មើលអញ្ចឹងបើវា load នៅខាងលើចាំបងប្អូនចុចយកខាងក្រោមមកនេះដាក់ថា everyone for 10 minute ទៅវិញបងប្អូនចុចលើហ្នឹងមកបាទជំនាញបន្តបងប្អូនចូលទៅរើសរូបភាពបងប្អូនដែលចង់បាញ់ថាខ្ញុំចង់បាញ់រូបភាពពីទូរស័ព្ទរបស់ខ្ញុំសូមជ្រើសរើសរូបភាពរបស់ខ្ញុំបាទចុចប្រកាន់រូបភាពបាទចាំបងប្អូនរើសរូបភាពមួយដែលខ្ញុំចង់បាញ់មកទូរស័ព្ទនេះបាទឧទាហរណ៍ថាខ្ញុំយករូបមួយចុះហើយខ្ញុំចុចបងប្អូនចុចលើសញ្ញាព្រួយបាទចុចលើសញ្ញាព្រួយមកបាទបន្ទាប់មកបងប្អូននឹងឃើញពាក្យគេដាក់ថាយក AirDrop នេះបងប្អូនចុចកន្លែងពាក្យនេះទៅបាទចឹងនៅពេលបងប្អូនចុចវានឹង load ទូរស័ព្ទមកទៀតនៅក្រោមសារនេះរូបសញ្ញាបើកនេះបាទចឹងបងប្អូនក៏ចុចលើនឹងតែវានឹងបាទចឹងបងប្អូនចុចទៅបាទចឹងពេលបងប្អូនចុចបងប្អូននឹងឃើញវា load នៅទូរស័ព្ទដែលយើងទទួលរូបភាពនោះចឹងបងប្អូនក៏ចុចពីថាអសត់បាទចឹងរូបភាពនេះជួយតែឃើញលឿននឹងបងប្អូនហើយទទួលបានជោគជ័យលឿនបាទចឹងតើបងប្អូនចង់បាញ់នេះទេបងប្អូនឬក៏បងប្អូនចង់ select រូបភាពអីបានណាដូចថា select ចឹងបានហើយបងប្អូន select ទៅបាញ់វាទៅបាទដូចថាចឹងមកហើយបងប្អូនចុច AirDrop មកទៅមកហើយចុចកន្លែងសញ្ញារូបមកនេះបាទចឹងបងប្អូនចូលទីសបតែយើងត្រូវទទួលបងប្អូនទៅចុចពីខាងអត់បាទចឹងវាលឿនឃើញលឿនបងប្អូនចឹងយើងចង់ដូចឆាតដូចអីបាទចឹងយើងស្រួលបាទចំពោះវីដេអូនេះគឺមានប៉ុណ្ណឹងទេបាទអរគុណបងប្អូនសម្រាប់ការទស្សនាហើយសម្រាប់បងប្អូនដែលមិនទាន់ជួយចុច Subscribe Channel YouTube របស់ខ្ញុំបងប្អូនសូមចូលទៅជួយចុច Subscribe ខ្ញុំអ្នកមួយផងហើយចំពោះបងប្អូនដែលមិនទាន់ចុច Like ទេបងប្អូនអាចចុច Like ឬក៏ Follow ឲ្យខ្ញុំអ្នកមួយផង